ទទួលអីវ៉ាន់ពីអ្នកបើកបរការិយាល័យប្រៃសណីនឹងចាត់បុគ្គលិកដឹកជញ្ជូនឲ្យមកមុនម៉ោងចំនួនបុគ្គលិកដែលដឹកជញ្ជូនប្រចាំការគឺអាស្រ័យលើបរិមាណអីវ៉ាន់របស់ប្រៃសណីដើម្បីត្រៀមទទួលអីវ៉ាន់សម្រាប់ប្រៃសណីបន្ទាប់ពីរថយន្តដឹកអីវ៉ាន់មកដល់បុគ្គលិកដឹកជញ្ជូនធ្វើការទទួលនិងផ្ទេរអីវ៉ាន់ពីអ្នកបើកបរហើយបែងចែកអីវ៉ាន់តាមផ្លូវដឹកជញ្ជូនសម្រាប់បុគ្គលិកដឹកជញ្ជូននីមួយៗក្នុងដំណើរការផ្ទេរអីវ៉ាន់បុគ្គលិកដឹកជញ្ជូនត្រូវពិនិត្យចំនួនអីវ៉ាន់ពិនិត្យស្ថានភាពវេចខ្ចប់និងការបិទស្លាកសុវត្ថិភាពផ្ទៀងផ្ទាត់ចំនួនអីវ៉ាន់រវាង app និងអីវ៉ាន់ពិតប្រាកដឲ្យបានត្រឹមត្រូវ scan code QR ឲ្យបានគ្រប់គ្រាន់នៅរាល់អីវ៉ាន់តាមបាវតាមការុងដែលតភ្ជាប់មកដល់ជំហានប្រតិបត្តិការទទួលអីវ៉ាន់លើ app MER Express មានដូចខាងក្រោមជំហានទី1ចូលគណនី app MER Express ចូលទៅកាន់អីវ៉ាន់ដឹកចេញក្នុងផ្នែករងចាំទទួលជ្រើសរើសយកមុខងារ scan ទទួលបាវឬការុងជំហានទី2 scan QR code របស់បាវឬការុងដើម្បីទទួលអីវ៉ាន់នោះបាវឬការុងដែលបានទទួលនឹងបង្ហាញក្នុងផ្នែកបានទទួលបាវឬការុងនោះដំណើរការរៀបចំអីវ៉ាន់តាមផ្លូវដឹកជញ្ជូនរបស់បុគ្គលិកដឹកជញ្ជូនបន្ទាប់ពីទទួលអីវ៉ាន់ពីអ្នកបើកបររួចរាល់បុគ្គលិកដឹកជញ្ជូនត្រូវដំណើរការនិងរៀបចំអីវ៉ាន់តាមផ្លូវដឹកជញ្ជូននីមួយៗនៅក្នុងប្រៃសណីឧទាហរណ៍ប្រសិនបើប្រៃសណីមានផ្លូវដឹកជញ្ជូន3ផ្លូវអីវ៉ាន់នឹងត្រូវបែងចែកទៅតាមតំបន់3ឬកន្ត្រក3ដាច់ដោយឡែកតាមផ្លូវនីមួយៗក្នុងដំណើរការបែងចែកអីវ៉ាន់បុគ្គលិកដឹកជញ្ជូនត្រូវបែងចែកដោយប្រុងប្រយ័ត្នពិនិត្យយ៉ាងហ្មត់ចត់ចំពោះបញ្ញាអីវ៉ាន់ដែលមានស្លាកងាយបែកឬត្រូវការយកចិត្តទុកដាក់ជាពិសេសរៀបចំឲ្យមានរបៀបរៀបរយអីវ៉ាន់ធ្ងន់ដាក់ខាងក្រោមអីវ៉ាន់ស្រាលដាក់ខាងលើមិនត្រូវដាក់សំបុត្ររួមជាមួយអីវ៉ាន់ដែលជាប្រភេទទឹកឬអីវ៉ាន់ដែលងាយបែកបាក់ឡើយដាក់កូដ QR លើប័ណ្ណបញ្ញើឲ្យបែរឡើងលើដើម្បីងាយស្រួលស្វែងរកនៅពេលដឹកជញ្ជូនជំហានចាត់ចែងការដឹកជញ្ជូននៅលើ app MER Express មានដូចខាងក្រោមជំហានទី1នៅក្នុងចាត់ចែងជ្រើសរើសយកចាត់ចែងថ្មីជ្រើសរើសយកបង្កើតការចាត់ចែងជ្រើសរើសយកផ្លូវបុគ្គលិកដឹកជញ្ជូនជ្រើសរើសយកបញ្ជាក់ជ្រើសរើសយកបន្ថែមបង់បញ្ញើនិង scan code QR នៃបញ្ជីអីវ៉ាន់ដែលត្រូវបែងចែកឲ្យដឹកជញ្ជូនបន្ទាប់មកចុចពាក្យបញ្ចប់ជំហានទី2បុគ្គលិកដឹកជញ្ជូនបញ្ជាក់ការបញ្ចប់ការបែងចែកការដឹកជញ្ជូនអីវ៉ាន់នៅលើ app ករណីទី1អ្នករៀបចំអីវ៉ាន់ជាអ្នកទៅដឹកជញ្ជូនដោយផ្ទាល់បញ្ជីអីវ៉ាន់នឹងត្រូវអនុម័តដោយស្វ័យប្រវត្តិនិងបង្ហាញនៅផ្នែកត្រូវដឹកជញ្ជូនករណីទី2អ្នករៀបចំអីវ៉ាន់បែងចែកឲ្យទៅដឹកជញ្ជូនតាមខ្សែផ្លូវផ្សេងៗបុគ្គលិកដឹកជញ្ជូនចូលទៅកាន់បញ្ជាក់ទទួលដឹកជញ្ជូនជ្រើសរើសយក scan បញ្ជាក់បញ្ជីអីវ៉ាន់នឹងត្រូវអនុម័តដោយស្វ័យប្រវត្តិនិងបង្ហាញនៅផ្នែកត្រូវដឹកជញ្ជូនទំនាក់ទំនងអតិថិជនមុនពេលដឹកជញ្ជូនមុនពេលដឹកជញ្ជូនប្រហែលជា5ទៅ10នាទីបុគ្គលិកដឹកជញ្ជូនត្រូវទំនាក់ទំនងអតិថិជនជាមុនដើម្បីពិនិត្យព័ត៌មានអ្នកទទួលបុគ្គលិកដឹកជញ្ជូនអនុវត្តតាមជំហាននៅលើកម្មវិធី MER Express ដូចខាងក្រោមជំហានទី1ចូលគណនីក្នុងកម្មវិធី MER Express ជ្រើសរើសយកមុខងារដឹកជញ្ជូនជំហានទី2ក្នុងផ្នែកត្រូវដឹកជញ្ជូនបុគ្គលិកនឹងឃើញបញ្ជីបង់បញ្ញើដែលត្រូវដឹកជញ្ជូនជំហានទី3ជ្រើសរើសយកបង់បញ្ញើដែលត្រូវទំនាក់ទំនងជំហានទី4ពិនិត្យលេខទូរស័ព្ទនិងព័ត៌មានអ្នកទទួលជ្រើសរើសយកហៅទូរស័ព្ទអនុញ្ញាតឲ្យហៅទៅកាន់អ្នកដែលទទួលបង់បញ្ញើជ្រើសរើសយកផ្ញើសារអនុញ្ញាតឲ្យផ្ញើសារទៅកាន់អ្នកទទួលបង់បញ្ញើមានពីរករណីដែលអាចកើតឡើងករណីទី1អតិថិជនលើកទូរស័ព្ទចំពោះអតិថិជនទទួលនៅផ្ទះសួស្តីបងឬក៏ប្អូនខ្ញុំជាបុគ្គលិកដឹកជញ្ជូនរបស់ MER Express បងប្អូនមានបង់បញ្ញើពីអ្នកផ្ញើប្រហែលជា10នាទីទៀតខ្ញុំនឹងដឹកជញ្ជូនទៅដល់អាសយដ្ឋានរបស់បងប្អូនសូមជួយតាមដានទូរស័ព្ទផងសូមអរគុណ
ចំពោះអតិថិជនមកយកនៅប្រៃសណីย์សួស្តីបងឬប្អូនខ្ញុំជាបុគ្គលិកដឹកជញ្ជូនរបស់ Medphone Express បងប្អូនមានបងបញ្ញា2អ្នកផ្ញើដែលមានខ្លឹមសារសូមមេត្តាទៅយកនៅប្រៃសណីย์ Medphone Express ដែលមានអាសយដ្ឋានបុគ្គលិកត្រូវអានអាសយដ្ឋានប្រៃសណីย์ឲ្យបានច្បាស់និងអាចផ្ញើទីតាំងតាម Telegram ដើម្បីអតិថិជនងាយស្រួលស្វែងរកករណីទី2អតិថិជនណាត់ពេលវេលាផ្សេងដើម្បីទទួលបងបញ្ញាឬលេខទូរស័ព្ទទំនាក់ទំនងខុសបុគ្គលិកដឹកជញ្ជូនត្រូវអនុវត្តនៅលើ app ដូចខាងក្រោមជំហានទី1ជ្រើសរើសយកធ្វើបច្ចុប្បន្នភាពស្ថានភាពជំហានទី2ប្រសិនបើអតិថិជនខុសលេខទូរស័ព្ទនៅក្នុងផ្នែកជូនដំណឹងការដឹកជញ្ជូនត្រឡប់ជ្រើសរើសយកមួយក្នុងចំណោម2គឺខុសព័ត៌មានអ្នកទទួលឬអតិថិជនបដិសេធមិនទទួលចុចបញ្ជាក់ប្រសិនបើអតិថិជនស្នើសុំណាត់ពេលវេលាដឹកជញ្ជូនផ្សេងនៅក្នុងផ្នែកបដូរស្ថានភាពជ្រើសរើសយកអតិថិជនណាត់ដឹកជញ្ជូនឡើងវិញរួចជ្រើសរើសពេលវេលាដឹកជញ្ជូនឡើងវិញរួចចុចបញ្ជាក់ករណីទី2អតិថិជនមិនលើកទូរស័ព្ទឬលេខមិនអាចទាក់ទងបានបុគ្គលិកដឹកជញ្ជូនអនុវត្តលើកម្មវិធីដូចខាងក្រោមជំហានទី1ជ្រើសរើសយកធ្វើបច្ចុប្បន្នភាពស្ថានភាពជំហានទី2ក្នុងផ្នែកបដូរស្ថានភាពជ្រើសរើសយកមិនអាចតាក់ទងអតិថិជនបានរួចចុចបញ្ជាក់អនុវត្តការដឹកជញ្ជូនអីវ៉ាន់ជូនអតិថិជនបុគ្គលិកដឹកជញ្ជូនធ្វើដំណើរទៅកាន់អាសយដ្ឋានដឹកជញ្ជូនយោងតាមព័ត៌មាននៅលើប័ណ្ណបញ្ញាពេលទៅដល់កន្លែងបុគ្គលិកដឹកជញ្ជូនត្រូវទូរស័ព្ទទៅបញ្ជាក់ជាមួយអតិថិជនម្ដងទៀតតាមគំរូសន្ទនាដូចខាងក្រោមជំរាបសួរបងខ្ញុំបានមកដល់អាសយដ្ឋានដឹកជញ្ជូនហើយសូមបងជួយចុះមកទទួលអីវ៉ាន់បន្តិចចាចំណាំបុគ្គលិកដឹកជញ្ជូនត្រូវចតរថយន្តឬម៉ូតូនៅកន្លែងដែលមានសុវត្ថិភាពត្រឹមត្រូវញញឹមនិងជំរាបសួរអតិថិជនទៀងទាត់បងបញ្ញាឡើងវិញមុនពេលប្រគល់ជូនមានពីរករណីអាចកើតឡើងករណីទី1អតិថិជនយល់ព្រមទទួលអីវ៉ាន់បុគ្គលិកដឹកជញ្ជូនប្រគល់អីវ៉ាន់ជូនអតិថិជនប្រមូលប្រាក់ COD ប្រសិនបើមានដោយការស្កេនកូដ QR ទូទាត់ប្រាក់នៅលើ app M Express បន្ទាប់មកធ្វើបច្ចុប្បន្នភាពការដឹកជញ្ជូនដោយជោគជ័យភ្លាមនៅពេលប្រគល់អីវ៉ាន់នៅលើ app បុគ្គលិកដឹកជញ្ជូនអនុវត្តនៅលើ app ដូចខាងក្រោមជំហានទី1 log in ចូល app M Express ជ្រើសរើសមុខងារដឹកជញ្ជូនជំហានទី2នៅក្នុងផ្នែកត្រូវដឹកជញ្ជូនបុគ្គលិកដឹកជញ្ជូននឹងឃើញបញ្ជីបងបញ្ញាទាំងអស់ដែលត្រូវដឹកជញ្ជូនជំហានទី3ជ្រើសរើសបងបញ្ញាដែលត្រូវប្រគល់ជូនអតិថិជនចុចជោគជ័យករណីទី2អតិថិជនបដិសេធមិនទទួលអីវ៉ាន់បុគ្គលិកដឹកជញ្ជូនធ្វើបច្ចុប្បន្នភាពស្ថានភាពអតិថិជនបដិសេធមិនទទួលនៅលើ app បុគ្គលិកដឹកជញ្ជូនអនុវត្តនៅលើ app ជំហានទី1 log in ចូល app M Express ជ្រើសរើសមុខងារដឹកជញ្ជូនជំហានទី2នៅក្នុងផ្នែកត្រូវដឹកជញ្ជូនបុគ្គលិកដឹកជញ្ជូននឹងឃើញបងបញ្ញាទាំងអស់ដែលត្រូវដឹកជញ្ជូនជំហានទី3ជ្រើសរើសបងបញ្ញាដែលត្រូវដឹកជញ្ជូនជ្រើសរើសធ្វើបច្ចុប្បន្នភាពស្ថានភាពបុគ្គលិកដឹកជញ្ជូនត្រូវធ្វើបច្ចុប្បន្នភាពមូលហេតុនៃការដឹកជញ្ជូនមិនបានជោគជ័យផ្អែកតាមស្ថានភាពជាក់ស្ដែងនៅពេលប្រគល់អីវ៉ាន់ចំណាំក្នុងករណីដឹកជញ្ជូនប្រសិនបើអីវ៉ាន់មានសញ្ញាបែកបាក់ខូចខាតឬខ្វះចន្លោះបុគ្គលិកដឹកជញ្ជូនត្រូវថតវីដេអូឬថតរូបទុកជាភស្តុតាងនិងរាយការណ៍ភ្លាមៗជូនប្រធានការិយាល័យប្រៃសណីย์ដើម្បីទទួលបានការដោះស្រាយការត្រួតពិនិត្យអីវ៉ាន់ដែលនៅសល់និងការប្រគល់ភារកិច្ចនៅចុងបញ្ចប់នៃថ្ងៃធ្វើការនៅពេលបញ្ចប់ថ្ងៃធ្វើការបុគ្គលិកដឹកជញ្ជូនត្រូវត្រួតពិនិត្យអីវ៉ាន់ដែលនៅសល់និងប្រគល់បងបញ្ញាដែលដឹកជញ្ជូនមិនទាន់បានសម្រេចជូនប្រធានការិយាល័យប្រៃសណីย์ដើម្បីពិនិត្យនិងគ្រប់គ្រងតាមការកំណត់ក្នុងករណីកើតមានអីវ៉ាន់លើសឬខ្វះបុគ្គលិកដឹកជញ្ជូនត្រូវសហការជាមួយប្រធានការិយាល័យប្រៃសណីย์ដើម្បីដោះស្រាយ